Lâu sau đây mà ôn nó này bàយើងចូល stock ថ្មីៗទៀតហើយបងប្អូនប្រភេទKawasaki KLX បាទឆ្នាំ2012បាទប្រភេទម៉ូតូកណ្ដាលពុនជប៉ុនបងប្អូនណាបាទតំតម្លាក់ថ្មីបងប្អូនស្អាតដល់សំណុំស៊ីនបាទតានេះឲ្យម៉ាស៊ីនដៃជើងបងប្អូនណាបាទប្រភេទម៉ូតូស្អាតបាទមួយជើងបូមមួយខ្ចីហ៎បងប្អូនណាបាទដុំអីកម្មសបោអីខ្នងខ្មៅមួយអេមបាទបូមអីស្អាតសំណុំស៊ីនអស់បាទកបាំងដៃនេះសេតាមួយអេមបាទដៃក៏សេតាដែរដៃលេងក្នុងបាទសេតានេះក៏សេតាអូគ្រឿងលេងច្រើនបងប្អូនណាបាទនេះអេមបាទ KLX បងប្អូននេះប្រភេទធ្វើដំណើរទៅឆ្ងាយមកណាក៏បានអស់បាទប្រភេទមិនគិតម៉ោងទេបាទជីតាណាក៏បានបងប្អូនណាម៉ាស៊ីននេះឆ្ងាញ់មកអេមគេបងប្អូនបាទស្អាតដៃជើងសំណុំបាទស្នាមតិចខ្ញុំអត់បាញ់ទេទុកឲ្យជ្រៀងវាចឹងទៅបងប្អូនណាបាទពួកសាម៉ូតូមកពីជប៉ុនយើងពាក្យតិចដែលយើងបាញ់ណាបាទគឺទុកឲ្យសំណុំជ្រៀងបងប្អូនក៏ចូលចិត្តថាចង់បានសំណុំចឹងណាបាទស៊ីម៉ាំងមកអេមបងប្អូនណាបាទចេញញ៉ាញ់ស៊ីម៉ាំងបាទកង់ថាសបាទមកអេមបាទសម្បកនេះលោទៀតណាសម្បកពួកដូចគេហៅពួក BM ណាបាទពួកកាឡាកៅទឹកបាទបាទសំណាងស្អាតណាខ្ចីបាយលេងជាមួយកតុយលេងក្រោយបាទស៊ីញ៉ូប្រភេទពួក CRS ឆ្នាំ2021ឡើងបាទស៊ីញ៉ូលេងឲ្យបងស្អាតបងប្អូនណាអត់ចាំបាច់យកទៅថែមថយទេបាទយកទៅជីបាទហើយម៉ូតូនេះទឹកថ្នាំក៏ថ្មីបាទប្រេមសិនក៏ថ្មីខ្ញុំដូរអស់ហើយបាទឌីហ្សាញតាមថ្មីឲ្យមកស្អាតឲ្យបាទកំប៉ុងទឹកកំប៉ុងអីមកស្អាតបាទច្បាប់ញ៉ុងអីនៅថ្មីរបស់វាពីជប៉ុនមកស្អាតណាបាទខ្ចីញ៉ាញ់ណាបាទបូមអេមបាទហើយដូចខ្ញុំនិយាយរដងអញ្ចឹងបងប្អូនណាបាទប្រភេទពួក KLX Kawasaki D Tracker នេះគឺប្រភេទបូមវាល្អណាបាទជិះមួយដឹងមួយដោយសារវាប្រើពងបាទប្រើពងខ្យល់បាទបើ CRS វាអត់ប្រើពងទេវាប្រើប្រេងសុទ្ធអញ្ចឹងបងប្អូនចេះឆ្ងល់ឃើញវាជិះទៅវាទុនណាបាទទុនលូតបោកអញ្ចឹងណាអញ្ចឹងអាសាយវាអត់មានអានេះមានពងទប់ទេអញ្ចឹងវាងាយនឹងខូចហើយវាទុនពេកប្រើបើសិនដឹកគ្នាវិញក្រាបដូចវាមើលដាបដល់ក្រុមកក់មើលបាទពួកនេះអីខ្ញុំចង់តម្លើងពុះរឹងទុនបានអស់ណាហើយប្រើពងបាទហើយសេរីខ្ពស់ទៀតបាទម៉ាស៊ីននេះខ្ចីញ៉ាញ់ស្នំស៊ីនអស់បាទយកមានប៉ះសោប៉ះអីទេបងប្អូនណាមើលហើយបាទមកអេមដៃជើងបាទធុងសាំងធុងអីតែមកអាវស្អាតណាបាទបូមអត់មានច្រេះអីហ៎ខ្ចីញ៉ាញ់គេបូមបងប្អូនណាបាទឲ្យមើលទាំងអស់បាទធុងទឹកធុងអីមានបែកបាក់ទេបាទហើយជាស្ពេចរបស់ជប៉ុនបងប្អូនណានេះរបស់ជប៉ុនបាទ Kawasaki របស់ជប៉ុនអានេះអេមបាទប្រភេទសម្រាប់យើងធ្វើដំណើរទៅខេត្តបាទមកអេមអានេះទៅណាមកណាក៏បានបាទហើយប្រភេទស្អាតដល់ស្អីមានទេបងប្អូនណាព្រោះនេះងាយទិញបានស្អាតឲ្យពីច្រើនយើងយកមកស្ទើបាញ់ឆ្នាំតួអញ្ចឹងណាបាទនេះយើងយកជីបដ ாய் អេមហើយខ្ញុំធានាមិនសិនឲ្យយកទៅជីមកឆ្ងាញ់បាទហើយមកធុងសាំងមើលហើយពួកកាវ៉ានហ្នឹងបញ្ជាក់អញ្ចឹងបងប្អូនណាពួកប្រើប៊ិចដូចយើងប្រយ័ត្នជាងគេគឺធុងសាំងណាបាទធុងសាំងខ្ចីបាទបើធុងសាំងច្រេះហើយបងប្អូនយកទៅជីស្រួលទេដោយសារវាមានកតិចមានអីទៅច្រេះធ្វើម៉ូទ័រសាំងស្ទះអញ្ចឹងយើងជឿស្រួលទេអញ្ចឹងបងប្អូនទិញ Kawasaki KLX Tracker គួរណាប្រយ័ត្ន